អធិធិកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន8អធិធិបន្ថែមទៀតត្រូវបានរៀបចំធ្វើមាតុភូមិនិវត្តទៅប្រទេសកំណើតវិញបន្ទាប់ពីបានរករកឃើញក្នុងភូមិសាស្ត្រខេត្តរតនគិរីក្នុងរដូវប្រាំងឆ្នាំ2024-2025គណៈកម្មការរករកអធិធិខេត្តរតនគិរីនិងគណៈកម្មការរករកអធិធិខេត្តយ៉ាឡាយបានបើកកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីជូនដំណើរធ្វើមាតុភូមិនិវត្តអធិធិកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន8បន្ថែមទៀតដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តរតនគិរីសម្រាប់រដូវប្រាំងឆ្នាំ2022-2023កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារ B សាលាខេត្តរតនគិរីព្រឹកថ្ងៃទី28ខែមេសាឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមម៉ាវិចិត្រអភិបាលរងខេត្តនិងជាប្រធានគណៈកម្មការរករកគោះនិងលើកអធិធិខេត្តរតនគិរីនិងលោកជំទាវវៀងធីថាញ់លិញអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មការរករកគោះលើកអធិធិខេត្តយ៉ាឡាយថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តមម៉ាវិចិត្របានលើកឡើងថាក្នុងការស្វែងរករកនិងធ្វើមាតុភូមិនិវត្តអធិធិកងទ័ពវៀតណាមដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាមនៅខេត្តរតនគិរីនេះគឺអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលខេត្តវៀតណាមនិងរវាងខេត្តរតនគិរីជាមួយខេត្តយ៉ាឡាយដែលមានផែនការរករកអធិធិកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថាចំពោះការចូលរួមស្វែងរករកនិងធ្វើមាតុភូមិនិវត្តអធិធិកងទ័ពវៀតណាមកន្លងមកគឺជាការងារមនុស្សធម៌ដ៏ល្អផងនិងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផងពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជាគឺជាការរួមចំណែកក្នុងការរំដោះប្រទេសជាតិឲ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្នដូច្នេះការរៀបចំជូនដំណើរអធិធិរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមគណៈកម្មការទាំងពីរត្រូវបានរៀបចំឲ្យបានល្អដើម្បីធ្វើមាតុភូមិនិវត្តទៅប្រទេសខ្លួនវិញដើម្បីបានជួបជុំក្រុមគ្រួសាររបស់ខ្លួនសូមបញ្ជាក់ថាការរៀបចំជូនដំណើរអធិធិកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន8ដែលរកឃើញនៅរដូវប្រាំង2024-2025នេះគណៈកម្មការទាំងពីរបានកំណត់យកថ្ងៃទី13ខែឧសភាឆ្នាំ2025នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី